លោកនេះគ្មានរឿងអីដល់ផ្សាយមិនចេញទេបណ្ដោយតាមធម្មជាតិជឿលើវាសនាទៅមានពេលខ្លះគិតច្រើនពេកមិនប្រកាសថាជារឿងល្អទេជីវិតរបស់មនុស្សអាស្រ័យលើឆន្ទៈរបស់មនុស្សស្បែកទេវតាក៏ពិបាកស្មានទុកដែរសំទោសផងខ្ញុំមិនងាយស្លាប់ទេព្រោះនៅមានរឿងធ្វើមិនទាន់ចប់មានក្តីស្រមៃមិនទាន់សម្រេចខ្ញុំនឹងខំប្រឹងរស់រហូតដល់ដង្ហើមចុងក្រោយឲ្យតែថ្ងៃក្រោយលោកចង់រស់មួយជីវិតឲ្យសុខសាន្តលោកត្រូវចាំឲ្យកុំងាយស្ដាប់ពាក្យចចាមអារម្មណ៍របស់ទៀតមិនទាន់សម្រេចកិច្ចការចិត្តមិនស្ងប់តាមមេតិតាមដំណើរនឹកឃើញមិនបាច់បង្ខំចិត្តទេគិតច្រើនពេកមានកិច្ចការជាច្រើនគឺមិនអាចបំភ្លេចបានបើសិនជាអាចចាប់ផ្ដើមកលែកមើលមកខ្លួនឯងវិញកុំមើលទៅគេច្រើនពេកមិនប្រកាសថាអ្វីដែលគេកំពុងតែមានគេនឹងសប្បាយចិត្តទេពេលខ្លះគេកំពុងតែកើតទុកជាងយើងផងគ្រាន់តែគេមិនដែរនិយាយតើសារខ្លួនឯងបើសិនជាអាចកោតតើសារខ្លួនឯងទៅអ្នកអត់ប្រតិធ្វើបានល្អហើយសូម្បីតែហួរនៅក្នុងសម័យនេះប្រហែលសេដ្ឋកិច្ចផងអីផងណាតែយើងអាចហួរបានយើងអាចរីករាយបានមនុស្សយើងពេលដែលមកខ្លួនទៅទីពេលដែលទៅវិញក៏ខ្លួនទៅទីដែរអ្វីដែលបន្សល់ទុកខាងក្រោយបានគឺអំពើល្អផ្សេងដែលបានសាងទុកជីវិតមនុស្សយើងមិនមែនវែងដោយ1000ឆ្នាំច្រើនឆ្នាំនោះទេឯណាទៅជួបមនុស្សមួយគ្រាតែប៉ុណ្ណោះទេបន្តិចនឹងស្លាប់ចោលគ្នាពេលដែលយើងស្លាប់ចោលគ្នាហើយមិនដឹងថាយើងបានធ្វើអ្វីគ្នាឲ្យបានជួបគ្នាទៀតទេក្នុងរយៈពេលដ៏សែនតិចនេះយើងគួរតែសាងអំពើល្អព្រះជាម្ចាស់ចង់មកខំឲ្យខ្ញុំគ្មានផ្លូវដើរហើយបែបទេព្រមលិខិតកំណត់ឲ្យខ្ញុំបរាជ័យកំណត់ឲ្យខ្ញុំគ្មានកំណត់រហូតតើខ្ញុំនៅរៀនធ្វើអីទៀតចាច្រើនណាស់តែធ្វើប្រសិទ្ធផលបើមិនចាន់ទេទៅធ្វើកលីគេទៅនេះមួយក៏ទៅរំត្រាក៏បានដែរចាច្រើនទៅប្រកួតតំណោះប្រទៅចោលបើព្រះជាម្ចាស់មានសមត្ថភាពបាយខ្ញុំមកខ្ញុំគប់ព្រះជាម្ចាស់ជប់បន្ទោសខ្លួនឯងទៀតទៅមនុស្សជាអ្នកធ្វើទេវតាជាអ្នកសម្រេចរឿងដល់ពេលនេះទៅហើយអាចធ្វើយ៉ាងម៉េចទៅដល់ចុះរឿងនេះគឺមកពីខ្ញុំនៅសេសសល់ទៅខ្ញុំដោះស្រាយតាមពិតរស់ជាមនុស្សមិនត្រឹមតែត្រូវមានអំណាចហើយក៏ត្រូវចេះសប្បាយទាន់ពេលដែរសប្បាយគឺជារឿងសំខាន់សម្រាប់ឆាកជីវិតពីក្មេងម្នាក់ដែលរីករាយជាងក្មេងមិត្តដទៃក្មេងដែលមានក្តីប្រាថ្នានៅពេលនោះពេលនេះវាគ្មានសល់អ្វីសោះសំបីតែម្យ៉ាងពេលវេលាឆ្លងផុតទៅក្មេងម្នាក់នោះបានយល់នៅអ្វីដែលវាត្រូវតែកើតស្នាមញញឹមដែលបរិសុទ្ធនៅថ្ងៃនោះវាបានរសាត់បាត់បង់ទៅកែវភ្នែកដែលភ្លឺថ្លាពោពេញទៅដោយក្តីសង្ឃឹមវាក៏រលត់ងងឹតសូន្យសងទៅដូចគ្នាខ្ញុំមានសោតិធិនិយមណាស់លោកយាយអប់រំខ្ញុំថាធ្វើជាមនុស្សសំខាន់គឺសប្បាយចិត្តទោះជួបឧបសគ្គឬក៏មានរឿងមិនសប្បាយចិត្តក៏ត្រូវតែញញឹមដែរមើលតាមមនោសញ្ចេតនាឯងនិយាយឯងល្អណាស់ការងារអ្វីក៏ដោយឲ្យតែខិតខំធ្វើទៅប្រកាសជាបានជោគជ័យហើយផែន
ដីធំណាស់តែសូម្បីតែស្ដេចក៏រស់នៅដោយគ្មានសុវត្ថិភាពដែរនេះជាផែនដីទេ ដល់ពេលដែលអ្នកគ្មានអ្វីសោះគឺហាក់ដូចជាអ្នកត្រូវបានគេបំភ្លេចបាត់ហើយពួកគេមិនទូរស័ព្ទមករកអ្នកមិនសួរសុខទុក្ខអ្នកហើយពួកគេក៏មិនដែលខ្វាយខ្វល់អំពីអ្វីដែលអ្នកកំពុងឆ្លងកាត់ដែរអ្នកនៅតែម្នាក់ឯងអ្នកប្រឈមមុខទៅនឹងសមរភូមិជីវិតដោយស្ងៀមស្ងាត់អស់អ្នកដែលធ្លាប់លេងសើចសប្បាយជាមួយអ្នកស្រាប់តែបាត់មុខហើយការសន្យាគាំទ្រក៏រសាត់ទៅដោយទូរស័ព្ទគ្មាន App Store គ្មាននរណាម្នាក់សួរសុខទុក្ខគ្មាននរណាម្នាក់ក៏សម្គាល់ថាអ្នកស្គមឬក៏ធាត់នោះដែរពួកគេលេចមុខមកនៅពេលដែលពួកគេត្រូវការអ្វីមួយប៉ុណ្ណោះប៉ុន្តែអ្វីដែលអ្នកត្រូវការគឺពួកគេនៅស្ងៀមពេលនោះហើយដែលអ្នកបានរៀនសូត្រអ្នករៀនអំពីភាពឯកាដែលធ្វើឲ្យអ្នកកាន់តែរឹងមាំអ្នករៀនលើកទឹកចិត្តខ្លួនឯង លើលោកនេះពិបាកស្មានដឹងជាងគេគឺចិត្តមនុស្សពិបាកស្កប់ស្កល់ជាងគេក៏ចិត្តមនុស្សដែរពិបាកទប់ស្កាត់ជាងគេក៏ចិត្តមនុស្សដែរគេថាកាយរាជវង្សត្រូវស្របតាមព្រះនិងមនុស្សកុំនិយាយអីនេះជាព្រំលិខិតកំណត់ 係我。如果有多張船飛，你會唔會同我一齊走？ ជីវិតមានល្អមានអាក្រក់ពេលនេះរិស័យឯងកំពុងតែធ្លាក់ចុះឯងត្រូវតែរឹងពឹងឡើងទើបអាចឆ្លងវាផុត ម៉ងអើយកូនសុំតូជួយមិនបានໄວសុំគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសំកងត្រើយពេលនេះកូនកំពុងខំប្រឹង ទោះជាជោគជ័យឬក៏បរាជ័យទុកឲ្យខ្ញុំជាអ្នកធ្វើ ឆ្លងកាត់រឿងរ៉ាវជីវិតកាន់តែច្រើនទើបដឹងថាមនុស្សខ្លះគួរឲ្យខ្លាចខ្លាំងណាស់មាត់ផ្សេងចិត្តផ្សេងទង្វើផ្សេងពូកែសំដែងជាងទូកុនទៅទៀតខ្ញុំសុំខ្លាចហើយ ជីវិតដែលរស់នៅបានល្អគឺរស់នៅតាមបែបរបស់ខ្លួនដោយមិនប្រៀបផ្ទឹមជីវិតរបស់ខ្លួនឯងទៅនឹងអ្នកដទៃឲ្យកើតមាននេះឬជាមិនបៀតបៀនដល់អ្នកដទៃណាឡើយមានបញ្ញាយល់ដឹងថាសេចក្តីសុខគឺស្ថិតនៅលើចិត្តសុខមិនមែនវត្ថុជាតួសុខឡើយផ្តិលមាសឬបំពង់ឫស្សីបរិភោគទឹកឆ្អែតដូចគ្នាសំខាន់ស្ថិតនៅលើការពេញចិត្តបើពេញចិត្តហើយគឺមានសេចក្តីសុខហើយកុំនិយាយអីនេះជាព្រំលិខិតកំណត់ 係我。如果有多張船飛，你會唔會同我？ How to avoid a bad day You wake up at night.